Yêu nó video rồi bye ចេញរកស៊ីនៅសៀមរាបអត់មានអ្នកគេប្រាក់ខ្ញុំសោះថាមានរឿងនឹងកាត់ឡើងដូចគេថាមែន van light hot សៀមរាបហៀលមែនហៀលតាអ្នកទៅថត pre wedding អ្នកគេមានសង្សារមានគូអញ្ចឹងហៀលខ្លាំងដល់ពេលខ្ញុំអ្នកអត់គូនេះទៅដល់ឃើញតែគេថត pre wedding គ្រប់ទិសខំមកដល់បឹងមាលាឡើងឆ្ងាយពីអង្គរវត្តហើយនៅឃើញមានគេ pre wedding ហើយបើមកដល់អង្គរវត្តវិញគ្រប់ទិសហ្មងគឺសិតតែអ្នកថត pre wedding ទៅពេលមកវិញនឹងអារម្មណ៍គឺសេតខ្លាំងតែសប្បាយចិត្តវិញនៅពេលកក់ឡានក្រុងត្រូវកន្លែងគេនឹងស្អាតហើយបើអ្នកអត់ចេះគេងពីរអ្នកចិត្តគេម្នាក់ឯងអីគេមានទាំងក្រែមួយឲ្យទៀតស៊ូមែនខ្ញុំនេះខ្ជិលខ្វាយច្រើនយកតែក្រែមួយចប់ហើយអីដែលសប្បាយចិត្តជាងគេគឺព្រីភ្លើងនៅលើក្បាលហ្មងអ្នកអរហើយខ្ញុំចូលមកហៀងល្ងាដោយសារខ្ញុំអត់សូវជួយតិចទៅសំខាន់មានភួយហើយមានខ្នើយគេងបើអ្នកចូលចិត្តតិចវិញដឹងតែត្រូវហ្មងអញ្ចឹងបើអ្នកនេះចង់ហៅឡានក្រុងជីទៅសៀមរាបដែលមានផាសុខភាពហើយកន្លែងគេងស្រួលអនាម័យខ្ញុំសូមណែនាំ e-booking express ហើយឥឡូវនេះគាត់មានឡានគេងថ្ងៃទៀតអ្នកនរគ្នាហើយពេលដែលខ្ញុំបុកហ្នឹងតម្លៃស្បត់ដដែលមានប្រែប្រួលផងតាមបទពិសោធន៍របស់ខ្ញុំគឺសេវាកម្មល្អហើយបងនៅទីនោះគាត់រស់រាយយកចិត្តទុកដាក់មួយយើងខ្លាំងមែនទែនសូម្បីវ៉ាលីក៏យើងត្រូវដាក់កូដដែរដើម្បីចំណាំហើយអីវ៉ាន់ខ្ញុំ3-4ថងតែឯងយីមែនហើយអ្នកនរគ្នាអាចមើលបានឡានរបស់គាត់ថ្មីស្អាតផ្លឹងហ្មងឲ្យទៅថតកាមេរ៉ាក្រោយជួយធ្វើមុខអញ្ចឹងអត់ហ៊ានញ៉ាំឯងខ្លាចគេថាយើងប្លែកខ្ញុំនិយាយអញ្ចឹងគឺអនាម័យអញ្ចឹងយើងត្រូវដកបីជើងគេមានថងឲ្យយើងដាក់បីជើងដែរហើយតម្លៃស្បត់គឺសមរម្យខ្លាំងមែនទែនខ្ញុំជិះឡានគេងថ្ងៃពីសៀមរាបទៅភ្នំពេញនេះខ្ញុំទិញស្បត់4 discount ឡើង up to $4គ្រាន់តែអ្នកនរគ្នាទិញស្បត់តាម app Redbus ហើយគ្រាន់តែប្រើប្រម៉ូកូដដែលកន្លែងគូប៉ុងកូដហ្នឹងដាក់កាដូ20បាន discount up to $4ហើយ cashback មកវិញ$6ទៀតអញ្ចឹងតម្លៃស្បត់អស់តែម្នាក់$12ខ្ញុំភាគច្រើនពេលទៅដើរលេងមើល app Redbus ដោយសារតែភាគច្រើនគាត់មាន discount សូវីដេអូនេះខ្ញុំប្រាប់អ្នកនរគ្នាពីឡានក្រុងដែលខ្ញុំជិះទៅសៀមរាបវីដេអូក្រោយខ្ញុំនឹងប្រាប់អូតែនៅជិត Pub Street មួយដែលខ្ញុំទៅម្នាក់2យប់អស់តែ$15ហើយបើមានកម្រងទៅសៀមរាបឬក៏ដើរលេងខេត្តផ្សេងៗហើយកុំភ្លេច download app Redbus មួយស្រួលខ្លាំងជួបខ្ញុំនៅវីដេអូក្រោយបាយ